មានពេលខ្លះដើម្បីបំភ្លេចអតីតកាលយើងត្រូវត្រឡប់ទៅកន្លែងដែលវាបានចាប់ផ្ដើមសម្រាប់ខ្ញុំវាចាប់ផ្ដើមនៅទីនេះហាងកាហ្វេមួយពីមុននេះគ្រាន់តែជាហាងកាហ្វេមួយធម្មតាតែប៉ុណ្ណោះរហូតដល់ពេលដែលខ្ញុំបានឃើញនាងកៅភ្នែកនិងស្នាមញញឹមរបស់នាងតើអ្នកណាអាចបំភ្លេចបានគ្រាន់តែមួយរំពេចខ្ញុំក៏លែងមកទីនេះតែម្នាក់ឯងរត់មានលុយខ្ញុំនិយាយអត់មិញអូនឯងថាម៉េចមិញស្អែកល្ងាចយើងទៅញ៉ាំអីមួយគ្នាបានអត់មានអីបានតាពេលវេលាដែលនៅជាមួយនាងធ្វើឲ្យខ្ញុំមានសេចក្តីសុខប៉ុន្តែរឿងដែលកើតឡើងមិនដូចអ្វីដែលយើងបានគិតទុកទេណាហើយញ៉ាំទេខ្ញុំអត់ឃ្លានទេចេញពីនឹងយើងទៅណាទៀតអត់ទេខ្ញុំចង់នៅម្នាក់ឯងជាងចឹងចាំបងជូនទៅផ្ទះខ្ញុំចង់និយាយថាយើងបាច់គ្នាហ្មងយូរទៅយើងក៏ឈប់និយាយជាមួយគ្នាទីបំផុតវាគ្រាន់តែជាអនុស្សាវរីយ៍ដ៏ឈឺចាប់មួយប៉ុណ្ណោះ